ការពិតរបស់ក្មេងក្នុងទសវត្សរ៍ទី90ពួកយើងគឺជាក្មេងរពើប៉ុន្តែក៏ចេះគោរពអ្នកដទៃពួកយើងគឺជាចំនួនចុងក្រោយដែលធំធាត់ឡើងមកដោយគ្មានប្រព័ន្ធផ្សព្វផ្សាយសង្គមពួកយើងលេងក្រៅផ្ទះតាំងពីព្រឹករហូតដល់ល្ងាចពេលវេលានេះទើបត្រឡប់ចូលផ្ទះវិញពួកយើងគ្មានទូរស័ព្ទដើម្បីឲ្យម៉ែទេតាមពួកយើងមើលទូរទស្សន៍ឬមួយវីដេអូដែលមានមិនមែនចង់មើលអ្វីក៏បានដូចបច្ចុប្បន្ននេះទេល្បែងដែលយើងលេងគឺយើងបង្កើតវាតាមក្តីស្រមៃចំណែក lifestyle ការតែងខ្លួនវិញក៏មិនអន់ប៉ុន្មានដែរបើចង់មកបួលមិត្តភ័ក្តិដើរលេងមិនបាច់ទេតាមទេគឺទៅដល់ផ្ទះតែម្ដងពួកយើងតែងតែដេកនៅផ្ទះគ្នាទៅវិញទៅមកជាញឹកញាប់ជីវិតពោពេញទៅដោយភាពស្រស់បំព្រងចំណែកកម្មវិធីជួបលៀងជួបជុំគ្នាមិនបាច់ចាំអស្ចារ្យឬមួយថ្លៃអីទេអាហារក្រៅផ្ទះឬមួយរបស់ញ៉ាំលេងវាជារឿងកម្ររូបភាពមិនបាច់ចាំ edit ដូចបច្ចុប្បន្នយើងសប្បាយរីករាយជាមួយមិត្តដោយគ្មានបច្ចេកវិទ្យាចូលមករំខានមិនសូវមានអ្នកណាគេនិយាយរឿងបាក់ទឹកចិត្តពួកយើងគ្រាន់តែប្រាប់គ្នាទៅវិញទៅមកថាកុំទន់ជ្រៃខ្លាំងពេកអី